កាន់កម្មវិធីហើយគាត់ខលចូលចែកម្លែកជាមួយនឹងបង Fresh ហើយសប្តាហ៍មុនមួយទៀតខលចូលក៏បានចែកម្លែកជាមួយខ្ញុំដែរណាបាទហើយសួរថាខ្ញុំអត់បាន live មិនខ្ញុំដឹងខ្ញុំមើល live ដែរពេលហ្នឹងខ្ញុំមើលដែរបាទខ្ញុំដឹងខ្ញុំខ្លាចយ៉ាងគេគឺសម្លេងសើចសង្ឃឹមថាក្នុង voice នេះมันមានសម្លេងសើចគាត់តទៅទៀតចុះបាទអូខេតោះ3 2 1សូមគោរពដល់បងប្អូនប្រិយមិត្តអ្នកសន្តាប់កម្មវិធី404កម្រងនឹងថ្ងៃថ្ងៃនឹងខ្ញុំបាទចិត្តសិលាមានរឿងមួយចង់ចែករំលែកបន្តទៀតខ្មោចយេជីអត់ក្បាលហើយរឿងនឹងដែរវាកើតឡើងនៅក្នុងអំឡុងដែលខ្ញុំជាព្រះសង្ឃក្នុងអំឡុងពេលដែលខ្ញុំបួសខ្ញុំសូមអធិស្ឋានក្នុងរឿងនេះខ្ញុំមិនអាចប្រាប់អំពីខេត្តក៏ដូចជាទីតាំងវត្តឬក៏ជាកន្លែងកាត់ហេតុនឹងបានទេរឿងហ្នឹងវាពាក់ព័ន្ធនឹងអំពើឃាតកម្មកាលខ្ញុំនៅជាព្រះសង្ឃហ្នឹងខ្ញុំគង់នៅវត្តមួយនៅក្នុងខេត្តបាត់ដំបងតែខ្ញុំត្រូវមកខេត្តមួយទៀតដើម្បីប្រឡងព្រះអភិធម្មនៅខេត្តមួយហ្នឹងហើយត្រូវទៅគង់ស្នាក់អាស្រ័យនៅវត្តមួយដែលជាទីតាំងកាត់ហេតុហ្នឹងឯងកាលនោះគឺខ្ញុំត្រូវប្រឡងព្រះបឋមថ្នាក់ឯកថ្នាក់ឯកព្រះបឋមមានថ្នាក់តូថ្នាក់ត្រីថ្នាក់ឯកខ្ញុំប្រឡងថ្នាក់ឯកហើយយើងមកនឹងមិនមែនជាយូរថ្ងៃទេខ្ទង់មួយអាទិត្យឬក៏ពេលខ្លះអាចឈានដល់10ថ្ងៃក៏មាននឹងយ៉ាងយូរបំផុតហើយយើងមកប្រឡងនៅក្នុងវត្តមួយហ្នឹងដើម្បីយកសញ្ញាបត្រពាក់ព័ន្ធនឹងខាងអភិធម្មចឹងខ្ញុំរៀបរាប់នៅអំពីបរិវេណកុដដែលខ្ញុំសឹងដែលខ្ញុំបានស្នាក់អាស្រ័យនៅក្នុងវត្តហ្នឹងគឺជំហៀងកុដរបស់ខ្ញុំមានកុដព្រះចៅតិកាគឺក្បែរកុដរបស់ខ្ញុំហ្នឹងគឺកុដរបស់ព្រះចៅតិកាមិនមែនជាលក្ខណៈកុដអីធំទេគឺជាលក្ខណៈប្រាង្គហៅថាប្រាង្គហើយប្រាង្គនៅក្នុងវត្តទៀតសោតគឺមានម៉ងខ្មោចដែលបងប្អូនពុទ្ធបរិស័ទគាត់ធ្វើប្រាង្គហ្នឹងហើយគាត់បញ្ចុះសាសពអ្នកមានគុណឬក៏បងប្អូនសាច់ញាតិគាត់នៅក្នុងប្រាង្គហ្នឹងហើយព្រះសង្ឃក៏សឹងនៅក្នុងហ្នឹងហើយកុដរបស់ខ្ញុំហ្នឹងមានភ្នោ2ណាភ្នោសងខាងមួយខាងមួយហ្នឹងហើយខ្ញុំក៏សឹងនៅកដាលប្រឡោះភ្នោហ្នឹងឯងហ្នឹងហើយវត្តហ្នឹងនៅសឹងក្នុងប្រាង្គហ្នឹងឯងហើយនៅចំហៀងកុដរបស់ខ្ញុំមួយទៀតជាបរិវេណរបស់កុដរបស់លោកយេជីណាលោកយេជីដែលក្នុងវត្តនោះដែរមានយេជីគាត់មានយេជីច្រើនណាមានយេជីច្រើនមានខ្ទង់ប្រហែលជា10ទៅ15រូបណាយេជីហើយព្រះសង្ឃក៏ខ្ទង់ទៅ250អង្គដែលមកពីខេត្តផ្សេងមកប្រឡងនៅខេត្តមួយហ្នឹងហើយក៏ស្នាក់អាស្រ័យនៅវត្តហ្នឹងប៉ុន្តែតាំងក៏ពិតទៅមិនមែនស្នាក់អាស្រ័យតែមួយវត្តហ្នឹងទេយើងស្នាក់អាស្រ័យវត្តផ្សេងទៀតប៉ុន្តែខ្ញុំបាទហ្នឹងគឺស្នាក់នៅវត្តមួយហ្នឹងហើយក្នុងពេលថ្ងៃយើងទៅសាលាដើម្បីមើលមេរៀនឬក៏យើងត្រូវត្រៀមនឹងប្រឡងហើយក្នុងពេលថ្ងៃមួយពេលហ្នឹងគឺខ្ញុំបានស្នាក់អាស្រ័យនៅក្នុងវត្តហ្នឹងចំនួន2ថ្ងៃថ្ងៃទី3ថ្ងៃទី3នេះខ្ញុំទៅសាលាតាមធម្មតារហូតដល់ទៅយប់ខ្ទង់ម៉ោង8ទៅ9ហ្នឹងរបាក់យប់ពេលវេលាប៉ុណ្ណឹងខ្ញុំក៏បាននិមន្តត្រឡប់ពីសាលារៀនវិញដើម្បីទៅស្រង់ទឹកស្រង់អីដើម្បីយើងសឹងឬក៏មើលមេរៀនមួយផ្លេតគឺយើងសឹងអញ្ចឹងទៅការដែលផ្លៃភ្នែកមួយគឺក្បែរកុដរបស់ខ្ញុំដែលខ្ញុំថាក្បែរកុដខ្ញុំគឺកុដរបស់យេជីហ្នឹងមានខ្សែគេចងពាត់តែពេលយប់ខ្ញុំមិនដឹងជាខ្សែអីទេយើងមើលមិនច្បាស់ខ្ញុំក៏មិនចាប់អារម្មណ៍ទេក៏ទៅកុដទៅប្រាង្គហ្នឹងស្រង់ទឹកស្រង់អីហើយក៏ចូលទៅក្នុងបន្ទប់ក៏ពេលហ្នឹងខ្ញុំក៏ទាញសភៅមកអានពេលដែលខ្ញុំទាញសភៅមកអានបានប្រហែលជា2ទៅ3បន្ទាត់ទេខ្ញុំភ័យបញ្ជាក់មួយទៀតថាមុខប្រាង្គរបស់ខ្ញុំនោះមានដូចជាស្រះទឹកនៅមុខប្រាង្គរបស់ខ្ញុំហ្នឹងខ្ញុំអានសភៅហ្នឹងប្រហែលជា2ទៅ3បន្ទាត់ទេ
ខ្ញុំក៏លឺដូចជាមានមនុស្សម្នាក់កំពុងតែលាងអ្វីមួយដូចជាលាងចានលាងឆ្នាំងអីចឹងណាឮនៅនឹងមាត់ស្រះហ្នឹងហើយមាត់ស្រះហ្នឹងគឺយើងមានយើងធ្វើជាប្រកាន់ដៃធ្វើជាចដើអីចឹងទៅហើយខ្ញុំក៏រឿងឆ្ងល់ខ្ញុំគិតថាយប់ស្មានហ្នឹងហើយអ្នកណាទៅលាងអីណោះឬក៏ប្រសងអង្គផ្សេងព្រះអង្គទៅលាងប្របាទឬក៏ព្រះអង្គទៅលាងពហោះលាងអីចឹងទៅឬក៏យើងនិយាយងាយស្រួលថាឬក៏លោកអង្គផ្សេងទៅលាងដៃលាងជើងអីចឹងណាហ្នឹងយើងគិតប៉ុន្តែវាលឺដដែលលឺហើយលឺទៀតខ្ញុំមិនអស់ចិត្តខ្ញុំក៏ចេញពីកត់ហ្នឹងដើរទៅមើលពេលដែលខ្ញុំដើរទៅហ្នឹងពីស្រះមកខ្ញុំដែលខ្ញុំឈរហ្នឹងចម្ងាយប្រហែលជា10ម៉ែត្រខ្ញុំមើលទៅឃើញសខ្ញុំឃើញសអញ្ចឹងក៏ខ្ញុំដឹងហើយថាប្រហែលជាលោកយាយជីណាពួកគាត់ស្លៀកពាក់សណាគាត់ស្លៀកពាក់សណាយើងដែរយាយជីហើយគាត់ប្រហែលជាគាត់លាងអ្វីមួយមិនដែរគាត់លាងចានគឺគាត់លាងកំសៀវតែស្អីរបស់គាត់មិនដឹងណាខ្ញុំក៏ដើរខិតទៅមុខបន្តិចទៀតប្រហែលជាចម្ងាយលោកយាយជីដែលខ្ញុំមើលឃើញហ្នឹងប្រហែលជា5ម៉ែត្រពេលហ្នឹងបងប្អូនអារម្មណ៍របស់ខ្ញុំអត់មានគឺថាខ្មោចឬក៏គិតថាស្អីទេព្រោះថាយើងអត់ទាន់ដឹងណាដំបូងគឺខ្ញុំអត់ទាន់ដឹងថាវាមានរឿងហេតុអីកើតឡើងទេខ្ញុំក៏ឃើញលោកយាយជីហ្នឹងគាត់កំពុងតែលាងបាតរបស់ព្រះសង្ឃខ្ញុំក៏សួរថាញោមធ្វើអីនឹងទាំងយប់ហ្នឹងគាត់ក៏មានប្រសាសន៍ឆ្លើយមកវិញថាលាងបាតលោកចៅគាត់ក៏តបមកខ្ញុំអញ្ចឹងខ្ញុំក៏សួរបន្ថែមទៀតចុះញោមលាងបាតអីយប់ស្មើហ្នឹងហើយចាំព្រឹកចាំអីចាំលាងក៏បានមិនបាច់លាងស្មើហ្នឹងគាត់ក៏ថាព្រឹកលាងមិនកើតទេលាងឥឡូវឲ្យហើយទៅខ្ជិលទុកខ្ញុំក៏មិនជាចាប់អារម្មណ៍ដែរប៉ុន្តែពេលដែលខ្ញុំទៅនោះគឺខ្ញុំកាន់ភ្លើងពិលមួយអាភ្លើងពិលបងប្អូនសម័យភ្លើងពិលដែលដងវាវែងយើងដាក់ថ្មដំរីអាថ្មរូបដំរីហ្នឹង3គ្រាប់ចូលទៅហ្នឹងអាភ្លើងពិលវែងគេដាក់ដូចពិលបំពង់វែងហ្នឹងហើយខ្ញុំក៏កាន់ខ្ញុំក៏ឈួលទៅច្បាច់ពិលហ្នឹងទៅចំគាត់ហ្នឹងស្រាប់តែស្ងាត់ពីសម្លេងដែលគាត់ឆ្លើយតបនឹងខ្ញុំក៏លឺគាត់កលេងទឹកលាងបាននឹងកលេងទឹកគ្រូអញ្ចឹងទៅគាត់ក៏ងើបឈរខ្ញុំក៏ប្រហែលជាគាត់ដើរមកអីចឹងណាខ្ញុំបំរុងនឹងងាកខ្លួនដើរត្រឡប់ថយក្រោយវិញបងប្អូនរូបភាពដែលខ្ញុំឃើញក្នុងពេលហ្នឹងបងប្អូនគាត់កាន់បាតចឹងគាត់កាន់បាតនឹងដៃមួយខាងរបស់គាត់ចឹងបាតនឹងធ្លាក់ពីដៃគាត់លឺសូរថាប្រៅក្បាលគាត់ធ្លាក់ទៅទឹកពុងក៏ប៉ុន្តែអាក្បាលដែលវាធ្លាក់ទៅទឹកហ្នឹងវាអត់ទៅក្នុងទឹកទេវាលមៀលត្រឡប់ថយក្រោយមករកខ្ញុំវិញតែសូមបញ្ជាក់ប្រាប់ថាខ្ញុំឈរនឹងខ្ពស់ជាងគាត់ណាព្រោះថាគាត់ឈរនៅប្រកាន់ដៃចដើចុះទៅស្រះតែក្បាលនឹងធ្លាក់ពីលើស្មាគាត់ហើយលមៀលមករកខ្ញុំវិញតែឈរពីក្រោយគាត់តែសួរថាខ្លាចទេអត់ខ្លាចទេតែភ្ញាក់ខ្ញុំថយខ្លួនចេះពេលដែលយើងថយខ្លួនហ្នឹងភ្លើងពិលយើងក៏វាសទៅឆ្វេងទៅស្ដាំណាវាអត់មាននៅមួយកន្លែងទេដល់ពេលខ្ញុំបវល់ភ្លើងពិលហ្នឹងទៅរកកន្លែងលោកយាយនឹងក៏ឈោបាត់លោកយាយជីម្នាក់នឹងបាត់ខ្ញុំក៏បែរខ្លួនដើម្បីដើរទៅកត់ខ្ញុំបែរខ្លួនដើរទៅកត់បងប្អូនសម័យរូបភាពកន្លែងហ្នឹងណាបងប្អូនសម័យរូបភាពដែលខ្ញុំបែរទៅពេលយើងបែរស្ដាំទៅយើងបែរស្ដាំដើម្បីតម្រង់ដើរទៅកត់វិញមានរូបរាងមួយឈោក្បែរខ្ញុំចម្ងាយប្រហែលជាមួយចង្អាមពីខ្ញុំនេះអត់មានក្បាលងាកមួយឆ្វាច់ឃើញនៅមុខនឹងហ្មងបើលើកទី2លើកនេះខ្ញុំស្រែកវាស់ហ្មងដល់ពេលខ្ញុំស្រែកវាស់ចឹងទៅព្រះអង្គទៀតរត់លោកនិមន្តមកហើយក៏សួរខ្ញុំគុំចាស់កើតអីចឹងទៅ
ខ្ញុំក៏ប្រាប់ថាខ្ញុំឃើញដួងព្រលឹងខ្ញុំឃើញវិញ្ញាណលោកយាយជីម្នាក់ដែលឈោមុខខ្ញុំមិញអត់មានក្បាលអត់មានអីចឹងទៅណាអារូបភាពពេលដែលយើងងាកខ្លួនមកបងប្អូនលាកងាកមកវុបឃើញមានរូបរាងមួយឈោក្បែរមុខយើងដែលអត់មានក្បាលពេលហ្នឹងពេលដែលខ្ញុំងាកមកនោះពិលធ្លាក់លើដៃណាបងប្អូនផ្អើលបានព្រះអង្គគុំចាស់លោកក៏មានសន្និដ្ឋានថានិគុណថ្ងៃមិញហ្នឹងមានរឿងហេតុមួយនេះនៅគាត់លោកយាយនឹងឈ្មោះលោកយាយបច្ចុប្បន្នគាត់68ឆ្នាំគុំម្ចាស់អង្គហ្នឹងក៏បានមានសន្និដ្ឋានមួយខ្ញុំថានិគុណមុនតគាត់ចាំកណានិយាយរឿងឲ្យស្ដាប់រឿងថ្ងៃមិញរឿងកើតហេតុថ្ងៃមិញហ្នឹងខ្ញុំក៏នៅរឿងភ័យបងប្អូននៅរឿងភ័យនៅរឿងបុកពោះតែក៏ដើរទៅរើសពិលแล้วក៏ដើរទៅនិមន្តគុំចាស់អង្គហ្នឹងទៅដល់ក្នុងប្រាង្គក្នុងបន្ទប់ខ្ញុំក៏ព្រះអង្គក៏គង់លើគ្រែគុំម្ចាស់អង្គហ្នឹងក៏ព្រះអង្គមានសន្និដ្ឋានថាថ្ងៃមិញហ្នឹងមានរឿងហេតុឃាតកម្មមួយគឺព្រះគ្រូចៅអធិការហ្នឹងគាត់បានធ្វើឃាតលោកយាយជីដែលឈ្មោះរហូតដល់ដាច់ក្បាលចេញពីស្មាហើយគាត់ធ្វើសកម្មភាពនោះគឺគាត់កាប់ចិញ្ច្រាំបំពង់កនេះបំពង់កបងប្អូនសម័យណារូបភាពសាកសពដែលគុំចាស់អង្គនឹងព្រះអង្គបានឃើញដែលហើយក៏លោកបានមកមានសន្និដ្ឋានប្រាប់ខ្ញុំក្នុងពេលហ្នឹងណាគាត់ថាបំពង់កនេះមកបរិវេណកនេះគឺវាលង្សោះវាដូចលក្ខណៈដូចយើងចិញ្ច្រាំសាច់ជ្រូកចិញ្ច្រាំលង្វល់រហូតដល់ដាច់ក្បាលចេញពីស្មាហើយបងប្អូនកូនក្មួយអ្នកសម្ដៅបាច់ជាឆ្ងល់ថាចុះមូលហេតុបានជាដូនជីនឹងគាត់អត់រើបំរាស់គាត់រើអត់រួចទេបងប្អូនដៃគាត់ត្រូវគេចងជើងត្រូវគេចងហើយបំពង់កនឹងត្រូវបានគេហាន់គេចិញ្ច្រាំជាច្រើនកំបិតមែនទេរហូតដល់ដាច់បើន័យថាកំបិតវាមិនសូវមុតដឹងអីមិនដឹងយើងមិនដឹងដែរលក្ខណៈហ្នឹងដែលព្រះអង្គគុំចាស់ដែលបានមានសន្និដ្ឋានប្រាប់ខ្ញុំនោះគឺវាអញ្ចឹងចិញ្ច្រាំហាន់ជាច្រើនដងដើម្បីឲ្យដាច់ហើយព្រះចៅតកាអង្គនោះបានយកក្បាលរបស់យាយជីនឹងបោះចោលក្នុងស្រះហ្នឹងយកទៅបោះចោលក្នុងស្រះហ្នឹងហើយសាកសពហ្នឹងគឺអត់មានក្បាលទេដែលដេកស្លាប់នៅលើកត់ហ្នឹងអត់មានក្បាលទេហើយដៃជើងត្រូវចងទៀតហើយក៏មានប្រសងអង្គផ្សេងបានឃើញយ៉ាងទៅក៏រាយការណ៍ទៅប្រាប់កងកម្លាំងសមត្ថកិច្ចទៅតែសូមបញ្ជាក់ថាព្រះចៅតកាអង្គនោះពេលដែលធ្វើសកម្មភាពនឹងហើយគឺអត់មានរតនាទេណាអត់មានរតនាទេគឺលោកឡើងទៅកត់របស់លោកតាមធម្មតាដូចជាថាធ្វើដូចអត់មានរឿងអីកាត់ឡើងអញ្ចឹងណាកងកម្លាំងសមត្ថកិច្ចក៏ចុះមករោងព្រាក៏ធ្វើហេតុកសោវិច័យអីចឹងទៅហើយមានការសួរនាំអីចឹងទៅប៉ុន្តែមូលហេតុអីបានជារុករោគចាប់បានគឺវាពាក់ព័ន្ធនឹងរឿងលុយហៅថាលុយវត្តលុយកសាងព្រោះថាខាងកម្លាំងសមត្ថកិច្ចបានអញ្ជើញគណៈកម្មការនិមន្តព្រះគ្រូចៅអធិការនឹងមកសួរនាំអីចឹងទៅសួរទៅសួរមកក៏ឮថាធ្លាយរឿងថាលោកយាយជីលោកយាយថនគាត់ដឹងរឿងថាលោកគ្រូចៅអធិការនឹងលេបត្របាក់លុយកសាងវត្តដូចជាលុយកឋិនលុយភ្ជុំបិណ្ឌអីចឹងណាលោកបានលេបត្របាក់លុយនឹងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនចឹងនិយាយថាយកទៅប្រើប្រាស់ខុសកិច្ចរបស់សង្ឃហ្នឹងហើយអញ្ចឹងក៏លោកគ្រូចៅតកាមួយហ្នឹងគ្រូចៅតកាអង្គហ្នឹងលោកក៏ធ្វើសកម្មភាពហ្នឹងទៅសួរនាំដេញដល់យើងដឹងក៏ចាប់ព្រះគ្រូចៅតកាហ្នឹងធ្វើតាមវិធានវិធីច្បាប់ក៏សាងសំណុំរឿងអីចឹងទៅគណៈកម្មការអាចារ្យក៏យកសាកសពយកអីហ្នឹងហើយតែក៏មានក្រុមអ្នកចោះរាវរោក្បាលរបស់លោកយាយឬប្រសង់អង្គដែលនិយាយដែលមានសន្និការប្រាប់ខ្ញុំថារោយូរមែនទែនក៏ប្រហែលជាខ្ទង់2ទៅ3ម៉ោងទៅឃើញក្បាលរបស់លោកយាយហើយក៏គេយកទៅផ្គុំគ្នាដើម្បីធ្វើបុណ្យ
แต่សូមបញ្ជាក់ថាយប់ហ្នឹងនៅសាលាឆាន់ក៏ខ្ញុំឮសំឡេងចាស់សំឡេងបនសពអីមានតែខ្ញុំមិនចាប់អារម្មណ៍ថាជាការបនសពរបស់លោកយាយហើយក៏វាមិននឹកស្មានដល់ហ្នឹងហើយតែខ្ញុំឃើញថានៅក្នុងសាលាឆាន់ហ្នឹងមានការប្រារព្ធពិធីបនសពតែយើងអត់ដឹងថាបនសពអ្នកណារឿងអីយើងអត់ដឹងដោយសារដូចខ្ញុំបញ្ជាក់ពីដំបូងខ្ញុំទៅមកពីសាលាខ្ញុំអត់ដឹងរឿងហ្នឹងហើយដល់ពេលខ្ញុំដឹងរឿងចឹងហើយក៏ធូរទៅក៏គង់លើក្រែហ្នឹងដើម្បីរងាប់ឲ្យវាស្ងប់អារម្មណ៍ដែលយើងភ័យខ្លាចដែលយើងផ្អើលមិញហ្នឹងហើយគុំម្ចាស់អង្គនោះក៏មានសន្និការរួចក៏ព្រះអង្គក៏និមន្តទៅកត់លោកវិញទៅខ្ញុំគង់នៅលើក្រែហ្នឹងប្រហែលជា2ទៅ3ម៉ោងយ៉ាងយូរ2ទៅ3ម៉ោងខ្ញុំលើកត់របស់លោកយាយនេះដូចមនុស្សដែលបតាយបតប់គ្នាទូងទាំងលឺខ្លាំងមែនទេបងប្អូនលឺខ្លាំងមែនទេតែខ្ញុំមិនដឹងថាប្រសងអង្គផ្សេងលោកលឺដែរឬក៏មិនខ្ញុំអត់ដឹងទេតែចំពោះខ្ញុំលឺខ្លាំងមែនទេចុះវាជាកត់របស់លោកយាយជាកត់ឈើហ្នឹងហើយជាកត់ឈើមិនមែនជាប្រាង្គដូចកត់របស់ខ្ញុំទេហើយលឺធ្លាក់កំសៀវធ្លាក់កៅធ្លាក់អីបែកព្រាវប្រាវអីទៅខ្ញុំក៏អង្គុយរំលឹកហើយក៏សូត្រផ្សាយមេត្តាឧទ្ទិសផលបុណ្យដល់លោកយាយមកសន្ទុះទៅក៏ស្ងាត់ខ្ញុំក៏ចូលទៅក្នុងបន្ទប់ខ្ញុំក៏សឹងទៅខ្ញុំក៏សឹងពេលហ្នឹងគឺសឹងទៅក៏លក់ទៅស្ងាត់ទៅរហូតដល់ព្រឹកខ្ញុំក៏ចេញទៅសាលាតាមធម្មតាខ្ញុំក៏ធ្វើកិច្ចសង្ឃតាមធម្មតាដូចរាល់ដងចឹងហ្នឹងមកក៏ស្រង់ទឹកស្រង់អីហើយក៏ចម្រើនធម៌ចម្រើនអីមួយសបកចឹងទៅហើយក៏តន្តែងមេរៀនមកប្រាវអីចឹងទៅគង់លើក្រេនៅនឹងមុខនៅនឹងមុខកត់ហ្នឹងអង្គុយឆាន់តែហ្នឹងបងប្អូនដឹងមានរឿងហេតុអីកើតឡើងទេលោកយីគាត់ស្រែកហៅខ្ញុំពីកត់របស់គាត់លោកចៅយកតែអត់លោកចៅខ្ញុំលឺយ៉ាងបងប្អូនលោកចៅយកតែអត់លោកចៅសំឡេងគឺច្បាស់ណាស់មូលហេតុអីបានជាខ្ញុំចាំថាបានជាសំឡេងគាត់ដោយសារមុននឹងគាត់ស្លាប់នឹងគាត់អាសានិយាយអញ្ចឹងពេលដែលខ្ញុំមកពីសាលាអីគាត់តែងតែសួរនាំខ្ញុំអញ្ចឹងថាយកតែទៅឆាន់អត់អីអត់អញ្ចឹងទៅហើយយប់ហ្នឹងខ្ញុំលឺសំឡេងហ្នឹងលោកចៅយកតែអត់លោកចៅខ្ញុំក៏ធ្វើជាមិនលឺធ្វើជាអីអញ្ចឹងទៅធ្វើជាអានសភៅអានអីអញ្ចឹងទៅសាតែផុតពីសំឡេងហ្នឹងបន្តិចបាតបងប្អូនបាតលោកវាហោះមកពីណាមិនដឹងវាល្ងឹតជុំវិញកត់យើងវាល្ងឹតវាធ្លាក់លើក្រេខ្ញុំហ្នឹងប្រាវបាតហ្នឹងដឹងវាមកពីខាងណាយើងអត់ដឹងទេព្រោះខ្ញុំកំពុងតែអង្គុយអានសភៅសុកស្រាប់តែបាតហ្នឹងវាធ្លាក់មកលើក្រេប្រាវក៏ផ្អើលមកសាទៀតអញ្ចឹងទៅហើយខ្ញុំក៏បាននិយាយថាលោកយាយអើយបើសិនលោកយាយផុតទៅហើយអនិច្ចកម្មទៅហើយក៏សូមឲ្យលោកយាយទៅឲ្យបានស្ងប់ចោះហ្នឹងហើយខ្ញុំកណាខ្ញុំក៏សូមឧទ្ទិសផលបុណ្យផលកុសលដែលបានបួសបានរៀនបានសាងក្រោមក៏សូមឧទ្ទិសផលបុណ្យផលកុសលដល់លោកយាយឲ្យលោកយាយទៅកាន់សុគតិភពអីចឹងទៅស្ងាត់បន្តិចខ្ញុំក៏នៅតែអានបន្តព្រោះថាវាជិតដល់វគ្គបញ្ចប់ហើយវាជិតដល់ថ្ងៃបញ្ចប់ហើយក៏អានសុកលឺមានសំឡេងទឹកប្រោងអាលក្ខណៈដូចជាមនុស្សលោតទឹកលឺសូប្រោងយ៉ាងទៅខ្ញុំក៏បវល់ពិលច្បាច់មើលទឹកអត់មានអាលោកទេទឹកស្ងាត់ជ្រាបស្រាប់តែមួយសន្ទុះខ្ញុំលឺសំឡេងលោកយាយថងក៏ស្រែកបំរើទៀតដែលសំឡេងនេះស្រែកខ្លាំងមែនទែនសំឡេងមនុស្សចាស់ហើយស្រែកខ្លាំងមែនទែនកុំសម្លាប់អញលឺស្រែកចឹងបងប្អូនលឺសំឡេងស្រែកចឹង
ស្រេចមិនយូរទេចំនួន3 ទៅ 4 ដងឯងកុំសម្លាប់អញកុំសម្លាប់អញហើយខ្ញុំមើលទៅវាមិនស្រួលទេមិនស្រួលទេក៏រៀបចំទុកដាក់សភៅរៀបចំតែទឹកតែទឹកអីនឹងទុកឲ្យស្រួលក៏ចូលទៅក្នុងកត់ទៅខ្ញុំចូលទៅក្នុងកត់ក៏ចាក់កលឹះចាក់អីចឹងទៅក៏រៀបចំកន្លែងសឹងបងប្អូនហេតុការណ៍ហ្នឹងហើយបងប្អូនកូនក្មួយច្បាស់ជាឆ្ងល់ថាលោកគ្រូលងតែលោកគ្រូម្នាក់ឯងអញ្ចឹងខ្ញុំមិនដឹងដែរថាគាត់ទៅលងព្រះអង្គលោកអង្គផ្សេងដែរឬក៏អត់ក៏ខ្ញុំអត់ដឹងដែរដូចស្ឹកយើងអត់បានសួរនាំអីគេទេតែចំពោះយើងគឺវាជួបម្នាក់ឯងអញ្ចឹងមិនដឹងថាលងខ្ញុំតែម្នាក់ឯងឬក៏លងព្រះសង្ឃអង្គដតីក៏ខ្ញុំអត់ដឹងដែរស្រាប់តែខ្ញុំរៀបចំសឹងខ្ញុំឮសំឡេងលោកយាយថតម្ដងទៀតកុំសម្លាប់អញកុំសម្លាប់អញកុំសម្លាប់អញឮសំឡេងនឹងម្ដងទៀតខ្ញុំក៏មេត្តាធម៌ក្នុងចិត្តចឹងទៅសូត្រផ្សាយមេត្តាអីចឹងទៅរហូតដល់សឹកលក់ចឹងទៅក៏អស់កម្លាំងបងប្អូនព្រឹកឡើងមកម៉ោង 4 ម៉ោង 5 យប់ទឿនមកក៏តន់ទឹកតន់អីរួយក៏អស់កម្លាំងអត់មានកម្លាំងកំហែងទេក៏ត្រូវតែរៀបចំខ្លួនដើម្បីទៅប្រឡងបន្តទៀតខ្ញុំក៏បានយករឿងហ្នឹងទៅប្រាប់ព្រះគ្រូសូត្រស្ដាំនិងព្រះគ្រូសូត្រឆ្វេងហើយនិងព្រះអង្គអនុគុណប្រាប់អំពីបញ្ហាហ្នឹងលោកគ្រូសូត្រឆ្វេងក៏លោកបានរៀបចំឲ្យខ្ញុំនឹងទៅនៅសឹងនឹងសាលារៀនតែម្ដងសាលារៀនដែលខ្ញុំត្រូវប្រឡងហ្នឹងព្រោះថាបញ្ហាហ្នឹងវាជួបសួរថាព្រះសង្ឃក៏ត្រូវខ្មោចលោកដូចគ្នាហ្នឹងហើយប៉ុន្តែធ្វើម៉េចយើងត្រូវតែយកបញ្ហាហ្នឹងដើម្បីទូលពិតដល់ទៅព្រះគ្រូសូត្រស្ដាំនិងព្រះគ្រូសូត្រឆ្វេងហ្នឹងហើយខ្ញុំក៏បានបន្ទប់ថ្មីបានកន្លែងថ្មីក៏រៀបចំសពុតស្បង់ជពោនឹងសភៅប៊ិចអីហ្នឹងដើម្បីទៅគង់វត្តផ្សេងហ្នឹងទៅហ្នឹងហើយខ្ញុំក៏ចេញទៅនៅវត្តដែលខ្ញុំត្រូវប្រឡងហ្នឹងឯងហើយក៏ស្ងាត់ទៅខ្ញុំក៏មិនដឹងរឿងហេតុអីផ្សេងទៀតទេហើយរហូតដល់ខ្ញុំប្រឡងចប់ខ្ញុំក៏ត្រឡប់ទៅបាត់ដំបងវិញហើយរឿងហេតុអីផ្សេងទៀតនោះក៏ខ្ញុំអត់ដឹងដែរខ្ញុំអត់ដឹងថាវាមានរឿងហេតុអីបន្តទៀតគឺខ្ញុំអត់ដឹងទេខ្ញុំប្រឡងរួចខ្ញុំក៏ត្រឡប់ទៅវិញទៅរឿងនេះក៏វាមានតែប៉ុណ្ណឹងបងប្អូនកូនក្មួយត្រង់ត្រាប់ស្ដាប់ដោយការពិចារណាតែខ្ញុំបាទចិត្តតាសិលាសូមបញ្ជាក់ប្រាប់ថារឿងនេះជារឿងពិតហ្នឹងហើយខ្ញុំបញ្ជាក់ប្រាប់ថារឿងដែលខ្ញុំចែករំលែកទៅមួយគឺជារឿងពិតព្រោះតែខ្ញុំមិនដឹងជានិពន្ធឬក៏តបតែងឬក៏និយាយកុហកឬក៏ប្រឌិតរឿងនេះឡើងមកដើម្បីអ្វីឬក៏ផលប្រយោជន៍អ្វីគឺដូចរោផលប្រយោជន៍អត់ឃើញទេប៉ុន្តែការនិយាយនេះគឺការចែករំលែកឲ្យបងប្អូនកូនក្មួយបានស្ដាប់រឿងពីអតីតកាលពាក់ព័ន្ធនឹងអបិយជំនឿពាក់ព័ន្ធនឹងអមនុស្សពាក់ព័ន្ធនឹងពពួកព្រាយបិសាចយ៉ាងទៅអញ្ចឹងជាចុងក្រោយនេះខ្ញុំបាទចិត្តតសិលាសូមប្រម៉ែប្រមុំពូតផ្ដុំនៅកងការមហាកុសលដែលខ្ញុំបាទចិត្តតសិលាបានសាងអំពីអតីតជាតិក្តីអំពីការសាងភ្នោះក្តីអំពីការជួយសង្គ្រោះក្តីអំពីការធ្វើបុណ្យកុសលទាំងឡាយណាក្តីក៏សូមប្រម៉ែប្រមូលពូតផ្ដុំនៅកងការមហាកុសលនោះក៏សូមគោរពឧទ្ទិសដល់បុព្វការីជនក៏ដូចជាសូមគោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈបរោះខ្មែរកម្ពុជាដែលបានលះបង់កន្លងមកសូមឲ្យលោកម្ចាស់ទាំងអស់វីរៈកងទ័ពទាំងអស់ទទួលបានផលអានិសង្សដែលខ្ញុំបាទចិត្តសិលាឧទ្ទិសជូននេះបានគ្រប់គ្នាឲ្យបានស្មើគ្នាទៅហង
ហើយមួយទៀតក៏សូមគោរពអរគុណដល់កម្មវិធី404កម្រងដែលតែងតែផ្ដល់ឱកាសនិងកិត្តិយសដល់ខ្ញុំបាទជាបន្តបន្ទាប់ក្នុងការចែករំលែកសាច់រឿងក្នុងការចែករំលែកផ្នែកកំណត់ល្អក៏ដូចជាមានការផ្ដល់ឱកាសឲ្យខ្ញុំបានសំណេះសំណាលបានធ្វើឲ្យបងប្អូនកូនមួយខ្លះស្គាល់ខ្ញុំស្រឡាញ់របស់ខ្ញុំហើយនឹងគោរពអរគុណដល់លោកប្អូនអធិការដែលជាវិធីកឆ្នើមក្នុងកម្មវិធី404ឬក៏កម្មវិធីផ្សេងៗទៀតឬដំណឹងថាជា CEO ណាបាត់ដៃអក្សរ M ហ្នឹងហើយអញ្ចឹងក៏សូមឲ្យលោកប្អូនទាំងអស់គ្នាណាទាំងលោកប្អូនសូស្ដាំក្តីទាំងលោកប្អូន fresh ក្តីទាំងលោកប្អូនអធិការក្តីហើយនឹងបងប្អូនកូនក្មួយក្រុមការងាររបស់កម្មវិធីទាំងអស់ក្តីហើយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ក៏សូមឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនធ្វើអ្វីឲ្យបានសម្រេចដោយក្តីបំណងប៉ងប្រាថ្នាកុំឲ្យមានសត្រូវណាមួយឆ្លៀននេះប៉ុនប៉ងយីធ្វើបាបឡើយដូច្នេះហើយពីខ្ញុំបាទចតសិលាមានតែម្រាមដៃ10សូមជូនពរអ្នកទាំងអស់ដែលខ្ញុំបានរំលឹកឈ្មោះអំបញ្ញមិញនេះក៏សូមឲ្យទទួលបានផលបុណ្យផលកុសលឲ្យបានស្មើគ្នាចុងបញ្ចប់នេះខ្ញុំបាទចតសិលាសូមគោរពអគុណសូមគោរពលាសាធុក៏មិញប្រហែលអ្នកលើតែបានម៉ៃអូខេអ្នកនរគ្នាបានស្ដាប់នៃសាច់រឿងមួយទៀតហើយដែលសាច់រឿងនេះលោកគ្រូចិត្តសិលាបានចែកម្លែកជាមួយនឹងសាប់ណែថ្មីនិងសាច់រឿងថ្មីដែលព្រះសង្ឃគាត់កັບកេងលុយវត្តបាទហើយយាយជីដឹងក៏បានទៅបានន័យថាដូចជាកុំនិយាយពាក្យហ្នឹងខ្លាច Facebook ចាប់អូខេបានន័យថាទៅសម្លេះលោកយាយជីខ្ញុំអត់និយាយចំតែវាប្រហែលជាពាក្យនេះសម្លេះវាដូចអាក្រក់ស្ដាប់ពេកមើលថា